លេងខ្ញុំទៅ ខ្ញុំនឹងមិន លេងអ្នកទៀតទេស្នេហ៍ខុសវ័យនិងខុសឋានៈបានចាប់ផ្ដើមឡើងយ៉ាងស្ងាត់កំបាំង បើអញ្ចឹង កុំចាក់ចេញពីខ្ញុំឲ្យសោះខ្ញុំត្រូវការអូន រឿងស្រមោលមុនស្នេហ៍ក្នុងដង្ខៅចាក់ សេចក្តី វិមានដ៏ស្គមស្កៃតែបង្កប់នូវភាពឯកោរាប់សិបឆ្នាំដង្ខៅសំណាងមានអ្វីៗគ្រប់យ៉ាងលើកលែងតែភាពកក់ក្ដៅខឿងបេះដូងញាក់បំរើនៅទីនេះប្រៀបដូចជាស្រមោលគ្មានអ្នកណាហ៊ានងើប ប្រញាប់ឡើងលោកដង្ខៅមិនចូលចិត្តសម្លេងអ៊ូអទេប្រយ័ត្នត្រូវរំពាត់ រហូតដល់ថ្ងៃដែរមុំបានឈានជើងចូលមកដល់នាងមិនដូចញាក់បំរើដទៃនាងប្រៀបដូចជាផ្កាដែលកំពុងរីកគ្រាន់តែឃើញវត្តមាននាងភាពងងឹតក៏ចាប់ផ្ដើមរលាយកែវភ្នែកដ៏មុតស្រួយនោះមិនចេះខ្លាចញញើតអំណាចដង្ខៅឡើយគ្រប់កាយវិការរបស់នាងសុទ្ធតែបង្កប់នៅមុនស្នេហ៍ទាក់ទាញ ជំរាបសួរលោកដង្ខៅនាងខ្ញុំយកផ្លែឈើស្រស់ដែលទៅតែបេះពីសួនមកជូនលោកពិសាគ្រប់កាយវិការរបស់នាងសុទ្ធតែបង្កប់នៅមុនស្នេហ៍តាក់ទាញ បេះដូងដែលស្ងប់ស្ងាត់រាប់ឆ្នាំស្រាប់តែលោតខូចចង្វាក់ ថ្មីឬហេតុអីខ្ញុំមិនដែលឃើញមុខ ចាលោកដង្ខៅនាងខ្ញុំឈ្មោះមុំទៅតែមកបម្រើលោកថ្ងៃនេះថ្ងៃក្រោយបើលោកត្រូវការអ្វីហើយនាងខ្ញុំបានគ្រប់ពេល នាងគឺជាអន្ទាក់ដ៏គ្រោះថ្នាក់បំផុត ល្អទុកវានៅទីនោះចុះហើយទៅធ្វើការនាងបន្តទៅកុំនៅឈរយូរពេក ចាលោកដង្ខៅសូមអនុញ្ញាតចានាងមុំឯងកុំហ៊ានសម្លឹងមុខលោកដង្ខៅអីប្រយ័ត្នត្រូវរំពាត់ ថ្ងៃបន្ទាប់មកនាងតែងតែបង្ហាញខ្លួននៅក្បែរគាត់ជានិច្ច គាត់មិនកាចដូចអ្នកមីងគិតទេមនុស្សចាស់ត្រូវការតែការថ្នាក់ថ្នមប៉ុណ្ណោះ ចំណែកឯម្ចាស់វិមានបែរជាលួចតាមសម្លឹងនាងមិនដាក់ភ្នែក ទឹកតែយិនសិនក្តៅចាជួយបំពន់សុខភាព ភាពស្និទ្ធស្នាលចាប់ផ្ដើមបោះជំហានចូលបន្តិចម្ដងការប៉ះពាល់ដ៏ស្រាលតែឆក់ដោយចរន្តអគ្គិសនី នាងខ្ញុំសូមទោស តែដៃលោកនឹងខៅតិចម្លេះចាលោកចង់ឲ្យនាងខ្ញុំច្របាច់ដៃឲ្យកក់ក្ដៅបន្តិចទេ អារម្មណ៍ដែលកត់ខំកប់ទុកបានរើបបំរាស់ឡើងវិញ របូតដៃឥឡូវអើយប្រយ័ត្នកំពុករលាក នាងឆ្លាតណាស់នាងដឹងពីរបៀបធ្វើឲ្យគាត់ចាញ់ប្រៀប នាងក្មេងនេះហ៊ានហួសព្រំដែនហើយ សំណួរដ៏ប្រហើននេះបានចាក់ទម្លុះបេះដូងគាត់ចំកណ្ដាល នាងស្អាតពេកហើយឯងចាស់ឲ្យសំណាងក៏មិនដោយខ្លួនឲ្យសោះគេគ្រាន់តែជាក្មេងបំរើ តែសម្រាប់មុំនាងបានរៀបចំផែនការយ៉ាងច្បាស់លាស់រួចទៅហើយយប់ដែលមានភ្លៀងធ្លាក់គឺជាឱកាសដ៏ល្អបំផុត គាត់នៅតែលិចលង់ក្នុងភាពឯកោដដែលវត្តមាននាងម្ដងនេះខុសពីធម្មតាសម្រស់នាងក្រោមពន្លឺភ្លៀងភ្លាលធ្វើឲ្យគាត់ភ្លេចដកដង្ហើម លោកដង្ខៅដល់មកពិសាថ្នាំហើយចាកុំខំធ្វើការពេកអន្តរាយដល់សុខភាព តែនាងបដិសេធមិនព្រមចាក់ចេញឡើយការប៉ះពាល់យ៉ាងស្និទ្ធស្នាលបានបំបែកជញ្ជាំងអំណាចទាំងស្រុង លោកដង្ខៅមើលទៅហត់នឿយណាស់ទុកឲ្យនាងខ្ញុំច្របាច់សរសៃចុះណាលោក ក្តីសុខដែលគាត់ប្រាថ្នាស្ថិតនៅចុងម្រាមដៃនាងចម្លើយរបស់នាងគឺជារឿងដែលគាត់មិននឹកស្មានដល់ភាពខកគ្នានៃវ័យធ្វើឲ្យគាត់ស្ទាក់ស្ទើរ នាងកំពុងលេងសើចនឹងភ្លើងឲ្យដឹងទេបើឆេះគឺឆេះទាំងសងខាង នាងខ្ញុំសុខចិត្តឆេះបើភ្លើងនោះគឺជាលោកដង្ខៅ ខ្ញុំចាស់ហើយឯងនៅក្មេងណាមុំលុយអាចទិញការគ្រប់បានតែមិនអាចទិញបេះដូងនាងទេកុំបោកប្រាស់ខ្ញុំអី បេះដូងនាងខ្ញុំមិនមែនសម្រាប់លក់ទេតែសម្រាប់ប្រគល់ជូនមនុស្សដែលនាងខ្ញុំចង់មើលថែអស់មួយជីវិត វិនាទីនោះទម្លាប់ចៅរាយនិងអ្នកបម្រើត្រូវរលាយសូន្យ លេងខ្ញុំទៅ ខ្ញុំនឹងមិន លេងអ្នកទៀតទេស្នេហ៍ខុសវ័យនិងខុសឋានៈបានចាប់ផ្ដើមឡើងយ៉ាងស្ងាត់កំបាំង បើអញ្ចឹង កុំចាក់ចេញពីខ្ញុំឲ្យសោះខ្ញុំត្រូវការអូន នាងទទួលបានអ្វីដែលនាងប្រាថ្នាសេចក្តីស្រឡាញ់និងអំណាច ព្រឹកបន្ទាប់ម្ចាស់វិមានប្រែជាមនុស្សថ្មីទាំងស្រុង
អ្នកបម្រើផ្សេងទៀតមិនយល់ពីការប្រែប្រួលនេះឡើយ ព្រះអើយ លោកដង្ខៅគាត់ញឹម ព្រះអាទិត្យរះពីលិចមែនទេថ្ងៃនេះមិនយល់ពីការប្រែប្រួលនេះឡើយ នៅចំពោះមុខគេឯងនាងនៅតែជាអ្នកបម្រើ ជំរាបសួរលោកដង្ខៅចា តែនៅពេលគ្មានអ្នកចាប់អារម្មណ៍ការប្រស្រ័យតាក់ទងដោយកាយវិការបានកើតឡើងយ៉ាងស្ងាត់កំបាំងនាងដឹងច្បាស់ថាបេះដូងម្ចាស់វិមាននេះស្ថិតក្នុងកណ្ដាប់ដៃនាងហើយ សក់អូនទុនហើយក្រអូបណាស់មុំ ពេលរាត្រីមកដល់បន្ទប់ដ៏ធំទូលាយលែងឯកោទៀតហើយគ្រឿងអលង្ការមៀតពេជ្រដែលគាត់រក្សាទុករាប់ឆ្នាំពេលនេះបានរកឃើញម្ចាស់ពិតប្រាកដហើយ នាងមិនមែនត្រឹមតែជាអ្នកបម្រើតែជារាជិនីប្រចាំជីវិតគាត់ ស្អាតណាស់លោកតែវាថ្លៃពេកទេដឹងសម្រាប់មនុស្សដូចនាងខ្ញុំ សម្រាប់គាត់អ្វីគ្រប់យ៉ាងនៅលើលោកនេះមិនអាចប្រៀបនឹងស្នាមញញឹមនាងឡើយ កុំហៅថាណែខុសវ័យតែបង្កប់នៅភាពកក់ក្ដៅនិងការយល់ចិត្តដ៏ជ្រាលជ្រៅចាបងសំណាង ទោះជាលក្ខកំបាំងយ៉ាងណាក៏មិនអាចបិទបាំងក្រសែភ្នែកអ្នកបម្រើចាស់ៗបានដែរតែនាងមុំលែងជាក្មេងស្រីទុនខ្សោយដែលត្រូវអោនក្បាលទៀតហើយ មីងកុំរវល់តែឈរលេងការងារផ្ទះបាយរួចរាល់ហើយឬនៅលោកដង្ខៅមិនចូលចិត្តអ្នកខ្ជិលទេអំណាចរបស់នាងចាប់ផ្ដើមចាក់នៅក្នុងវិមាននេះបន្តិចម្ដងចាទៅឡើយអី ភាពវៃឆ្លាតនិងសម្រស់របស់នាងគឺជាអាវុធដ៏មុតស្រួចបំផុត ផ្អែមទេអូន ផ្អែមណាស់បងតែមិនផ្អែមដូចចិត្តបងទេ វិមានដែលធ្លាប់តែងងឹតសូនសងបានប្រែក្លាយទៅជាឋានសួគ៌ពោរពេញទៅដោយពន្លឺនិងសម្លេងសាច់ក្អែកអាកវេលាល្ងាចរៀបលិចក្លាយទៅជាវេលាដ៏មានតម្លៃបំផុតសម្រាប់ពួកគេ ការម្លឹះនេះក្រអូបតែនៅចាញ់ក្លិនខ្លួនអូនឆ្ងាយណាស់ អរគុណលោកគ្រូបងចេះតែបញ្ចោនហើយចាស់មែនតែសម្ដីផ្អែមម្លេះ សំណើចដែលបាត់បង់រាប់សិបឆ្នាំបានបន្លឺឡើងសារជាថ្មីដោយសារនាង យ៉ា ផ្អែមតែជាមួយរាជិនីរបស់បងម្នាក់គាត់បងប្រគល់កូនសោនេះឲ្យអូនជាអ្នកចាត់ចែងគ្រប់យ៉ាងចុះ អូននឹងថែរក្សាវាឲ្យបានល្អបំផុតដូចដែលអូនថែរក្សាបងទីបំផុតស្រមោលមុនស្នេហ៍មួយនេះបានគ្របដណ្ដប់វិមាននេះទាំងស្រុង ទីបញ្ចប់ស្រមោលមិនស្នេហ៍មួយនេះបានគ្រប កៅអីធំមួយនេះ ទាំងស្រុង ស័ក្តិសមនឹងអូនជាបងទៅទៀតមុំ ប្រកាស មែនហើយបង ចុះចាញ់ដោយក្តី អ្វីៗនៅទីនេះជារបស់បងហើយបងជារបស់អូនតែម្នាក់គត់ស្នេហាគ្មានព្រំដែនវ័យឬឋានៈឡើយនៅពេលដែលបេះដូងពីរស្វែងរកភាពកក់ក្ដៅឃើញ